ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីវិធីក្នុងការដេរអាវភេទហូលខ្មែរដែលយើងដេរសាច់បតោយបងប្អូនវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនពីវិធីក្នុងការកាត់សាច់បតោយបងប្អូនដើម្បីឲ្យការដេររបស់យើងវាបានស្អាតគឺយើងត្រូវអ៊ុតពីរជាន់ណាហើយនេះដែរគឺជាវិធីក្នុងការគុនកតុយកតោគុនយកម៉ូដនៃខ្សែអាវរបស់យើងបងប្អូនខ្សែអាវដែលនាងខ្ញុំទម្លាប់ហៅថាកតុយកតោគឺនាងខ្ញុំទុកម្លេចធំជាងម្លេចបន្តិចបងប្អូនពេលដែលយើងអស់នេះគឺយើងអស់ឲ្យស្មើនឹងមួយជើងទាយើងដាក់ឲ្យជើងទានឹងខ្សែដែលយើងដេរហើយបងប្អូននេះគឺជាការភ្ជាប់បងប្អូនការភ្ជាប់ទាំងអាវដែលនាងខ្ញុំអស់កតុយកតោហើយមិញហ្នឹងឥឡូវយើងចាប់ផ្ដើមយកមកភ្ជាប់ទាំងខ្លួនគឺនាងខ្ញុំដេរម្លេចបងប្អូនហើយយើងដេរឲ្យគៀកនឹងខ្សែកតុយកតោបានចេញមកវាឃើញស្អាតណាជើងទាប្រកបយើងដាក់ឲ្យគៀកជាមួយនឹងកតុយកតោបងប្អូនហើយយើងអស់វាមកដើម្បីឲ្យវាបានគៀកស្អាតណាហើយអាវនេះក៏ជាប្រភេទអាវម៉ូដកតុយត្រីខាងក្រោមដែរម៉ូដដូចម៉ូដដែលខ្ញុំដាក់នៅលើវីដេអូហ្នឹងអញ្ចឹងណាបងប្អូនហើយនេះដែរគឺជាវិធីក្នុងការគុនជើងអាវខាងក្រោមបងប្អូនហើយយើងគុនជើងនេះគឺយើងត្រូវយកសាច់ឆិតណាបងប្អូនសាច់ឆិតហ្នឹងគឺខ្ញុំកាត់4លេខបងប្អូន4លេខខ្ញុំបត់ជា2បត់ជា2យើងអ៊ុតឲ្យជាប់គ្នាមកពេលយើងបកកាយចឹងយើងអ៊ុតឲ្យជាប់គ្នាយើងយកមកគុនណាពីគុននេះដែរគឺនេះខ្ញុំគុនតាមួយលេខទេបងប្អូនហើយយើងបត់យើងបត់វាចូលខាងក្នុងអស់ពេលយើងដេកគឺយើងដេកខាងលើទេណាព្រោះដោយសារប្រភេទខ្សែយើងបត់វាស្អាតហើយអញ្ចឹងយើងដេកខាងលើបត់វាចូលក្នុងទៅគឺយើងស្កត់ពីលើយើងជន់ស្អាតខាងក្នុងក៏អត់មាននៅសល់សាច់របោចអីទៀតដែរដោយសារយើងបត់ស្អាតហើយណាបងប្អូនអានេះគឺខ្ញុំជន់នៅខាងត្រូវហើយយើងជន់យកម្លីបងប្អូនអត់ជន់លើខ្សែស្ពាយយើងអស់ហ្នឹងទេគឺយើងយកជាអាខ្សែស្ពាន់ហ្នឹងភេទហូលខ្មែរម៉ូដកតុយត្រីបងប្អូនចេញមកគឺស្អាតដូចរូបភាពដែលខ្ញុំដាក់នៅលើអេក្រង់ចឹងបងប្អូនដាក់នៅក្នុងវីដេអូហ្នឹងចឹងគឺតម្រង់រាងអាវគឺមកបែបហ្នឹងបងប្អូនដៃសម្បកជក់បងប្អូនរួចរាល់ហើយណាបងប្អូនការអស់ស្ពណ៌ម៉ូដខាងក្រោមហើយម៉ូដកតុយត្រីបងប្អូនអរគុណច្រើនដែរបងប្អូនអរគុណ